ថ្ងៃដែលខ្ញុំដឹងថាខ្ញុំមិនអាចខ្ចីលុយពីធនាគារបានទៀតពេលចង់ខ្ចីលុយតែគ្មានធនាគារណាអនុញ្ញាតតែយើងនៅមានផ្លូវទៀតទេចាជម្រាបសួរបងប្អូនជាទីស្រឡាញ់ថ្ងៃនេះខ្ញុំមកចែករំលែកពីបទពិសោធន៍ពិតរបស់ខ្ញុំដែលខ្ញុំកំពុងតែជួបប្រទះខ្ញុំធ្លាប់គិតថាពេលខ្វះលុយធនាគារជាជម្រើសល្អព្រោះការប្រាក់ទាបនឹងមានប្រព័ន្ធច្បាស់លាស់តែថ្ងៃមួយនៅពេលដែលខ្ញុំមើលចំណូលចំណាយខ្ញុំឡើងវិញខ្ញុំដឹងច្បាស់ថាខែក្រោយខ្ញុំនឹងជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ជាងមុនពោលគឺខ្វះលុយសម្រាប់បង់ធនាគារនិងចំណាយផ្សេងពេលនោះខ្ញុំគិតដល់កម្ចីធនាគារមុនគេខ្ញុំចាប់ផ្ដើមកាន់ទូរស័ព្ទស្វែងរកធនាគារដែលអាចផ្ដល់កម្ចីដោយគ្មានទ្រព្យធានាខ្ញុំបានឃើញ3 ទៅ 4ធនាគារដែរដូចនេះខ្ញុំក៏ចាប់ផ្ដើមទំនាក់ទំនងទៅធនាគារទាំងអស់នោះម្ដងមួយតែគួរឲ្យសោកស្ដាយធនាគារទាំងនោះបានបដិសេធសំណើកម្ចីរបស់ខ្ញុំដោយសារតែបំណុលរបស់ខ្ញុំច្រើនពេកខ្ញុំសួរធនាគារណាក៏គេមិនអនុញ្ញាតវាជាពេលដែលខ្ញុំអស់សង្ឃឹមខ្លាំងណាស់មិនដឹងថាខែក្រោយត្រូវធ្វើយ៉ាងណាចំណូលក៏មិនគ្រប់ខ្ញុំភ័យខ្ញុំព្រួយបារម្ភតែបន្ទាប់មកខ្ញុំប្រាប់ខ្លួនឯងថាបើថ្ងៃនេះខ្ញុំនៅដកដង្ហើមខ្ញុំនៅតែមានផ្លូវវាអាចយឺតវាអាចលំបាកតែខ្ញុំមិនបោះបង់នេះគឺជាជីវិតពិតរបស់ខ្ញុំដំណោះស្រាយពេលនេះខ្ញុំឈប់គិតរឿងខ្ចីធនាគារទៀតហើយតែខ្ញុំងាកមកគិតអំពីការកាត់ចំណាយដែលមិនចាំបាច់វិញព្រមទាំងរិះរកវិធីរកចំណូលបន្ថែមហើយខ្ញុំជឿថាព្រះអង្គមិនទុកខ្ញុំចោលទេព្រះអង្គនឹងប្រទានបញ្ញាឲ្យខ្ញុំក្នុងការដោះស្រាយបញ្ហាទាំងអស់នេះខ្ញុំមិនឯកោទេគិតត្រឹមថ្ងៃនេះបានហើយថ្ងៃស្អែកចាំគិតទៀតនេះហើយជាជីវិតពិតរបស់ខ្ញុំស្ដាប់រឿងខ្ញុំហើយបងប្អូនមានអារម្មណ៍យ៉ាងណាដែរអាចយករឿងរ៉ាវរបស់ខ្ញុំជាបទពិសោធន៍របស់បងប្អូនធ្វើយ៉ាងណាកុំឲ្យមានបំណុលច្រើនដូចខ្ញុំតែបើបងប្អូនកំពុងតែស្ថិតនៅក្នុងស្ថានភាពដូចខ្ញុំចូលកុំអស់សង្ឃឹមព្រោះខ្ញុំមិនដែលអស់សង្ឃឹមឡើយហើយខ្ញុំតែងតែមានដំណោះស្រាយជានិច្ចសូម Subscribe Channel YouTube សំឡេងនៃបទពិសោធន៍ខ្ញុំនៅជាមួយបងប្អូនខ្ញុំចាំលើកទឹកចិត្តបងប្អូនជានិច្ចសូមអរគុណ